បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានម៉ាស៊ីនមួយឈុតបាទបងអូនប្រុសនៅខាងតាខ្មៅយកមក upgrade គឺរបស់គាត់ខូច motherboard តែហើយខូច motherboard គាត់សម្រេចចិត្តផ្លាស់ប្ដូរច្រើនដែរដាក់ motherboard ថ្មី i5 ជំនាន់12 ASUS H410 610បាទហើយជាមួយនឹង RAM 16GB ហើយ graphic នេះគាត់ទិញពីខ្ញុំតា2ឆ្នាំមុនហើយអានេះខ្ញុំដោះដូរទៅមកផេះឲ្យគាត់ព្រោះវាឡើង8ជាងហើយដោះទៅនេះក្តៅអែមជាងមុនត្រាន់តែឲ្យ smooth បាទនេះក្តៅត្រឹមតែ70ទេហើយអញ្ចឹងបងប្អូនមកមើល spec ម៉ាស៊ីនមួយខ្ញុំបាទនេះគឺ i5 ជំនាន់12 12400F RAM 16GB ហើយថែម SSD 512មកគ្រាប់ដែរ M2 បាទអានេះរបស់គាត់នៅនឹង SSD ហើយនឹង hard disk ហើយជាមួយនឹង VGA 1660 Super 6GB បាទអញ្ចឹង spec នេះគាត់ហៀបទៅយកទៅលេង game បានមក smooth ហើយឈុតនេះគាត់បានដូរជាមួយនឹង power supply 500W ដែរហើយវាយដូរឲ្យច្រើន CPU cooler នេះគឺខ្ញុំកាត់ចូលទាំងអស់បាទមក AM មក upgrade អញ្ចឹងបងប្អូនមានតម្រូវការចង់រៀបម៉ាស៊ីនអីអាចតាក់ទងមក Nimol Computer លេខ Telegram 093 90 90 55បាទអូខេអរគុណ